បាទសួស្តីគ្នាយើងហើយនៅថ្ងៃនេះយើងបន្តមេរៀនរបស់យើងបាទវាគឺជាមេរៀនចុងក្រោយមួយដែលពួកយើងត្រូវរៀបចំធ្វើ slide presentation ចឹងទេត្រូវ clean up code របស់យើងឲ្យស្អាតយើងត្រូវ clean up code របស់យើងclear វាអស់ហើយរៀបចំ slide ធ្វើ presentation ហើយចឹងនៅថ្ងៃនេះខ្ញុំនឹងនិយាយថាតើនៅក្នុង slide presentation ហ្នឹងមានអីគេខ្លះចឹងមុននឹងចូលទៅដល់ការរៀបចំ slide គឺខ្ញុំចង់បង្ហាញយើងថានៅក្នុង project របស់យើងដែលយើងបានរៀនពីមុនបាទយើងមាន function របស់យើងជាច្រើននេះគឺជា record ដែលយើងមានដែលវាមាននៅក្នុង file ហើយយើងរៀបចេញពី file ចូលទៅក្នុង program របស់យើងហើយបន្ទាប់មកទៀតយើងត្រូវ run នៅ program របស់យើងហ្នឹងprocess នៅ program របស់យើងហើយនៅពេលណាដែលយើងបិទមកវិញគឺយើងត្រូវយើង close វាចឹងទេនៅកន្លែងនេះគឺយើងបានរៀននៅមេរៀនមួយចំនួនរឿងមួយចំនួនដែលសម្រាប់ prevent នៅ user input មកធ្វើកុំឲ្យវាមាននៅ error ដើម្បីកុំឲ្យមាននៅ error អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះបើសិនបើខ្ញុំចុចលេខបើសិនបើខ្ញុំចុចលេខ10បាទខ្ញុំចុចលេខ10គឺវាត្រូវ search by score ចឹងបើសិនខ្ញុំដាក់ score ស្មើនឹង55វាចេញមកនៅក្នុងហ្នឹងហើយបន្ទាប់មកវាត្រឡប់មកឲ្យយើងរើស option មកខ្ញុំចុចដក1បាទយើងបិទ program របស់យើងពួកយើងនៅកន្លែងនេះវាមានចំណុចខ្វះខាតមួយចំនួនកន្លែងរើស option នេះខ្ញុំឃើញគ្នាយើងខ្លះមួយចំនួនគឺនៅពេលណាដែលយើងដាក់លេខដាក់អីចឹងទៅវានៅតែ error អញ្ចឹងទេយើងចាំ fix អាហ្នឹងផងយើងឃើញវាមាននៅ error វាមាននៅ error អញ្ចឹងទេយើងត្រូវ fix អាហ្នឹងយើងត្រូវ fix អាហ្នឹងហើយកុំឲ្យវា error អញ្ចឹងទេការងាររបស់យើងដែលត្រូវធ្វើបន្ទាប់បាទ homework របស់យើងដែលយើងត្រូវធ្វើបន្ទាប់គឺhomework របស់យើងខ្ញុំចូលទៅដល់ Word យើងត្រូវទី1គឺយើងត្រូវ fix នៅ error ដែលមានការងារដែលយើងត្រូវធ្វើហ្នឹងទី1គឺ homework របស់យើងបាទ homework របស់យើងទី1គឺយើងត្រូវ fix error ទាំងអស់ដែលមានឧទាហរណ៍ដូចជានៅក្នុងដែលមានបាទ error មាននៅក្នុងកម្មវិធីរបស់យើងនៅគ្រប់កន្លែងទាំងអស់នៅពេលណាដែលគាត់ input លេខបានឲ្យដើរហើយគាត់នៅពេលណាដែលគាត់ input អក្សរយើងឃើញថាវាមាន error តែម្ដងអញ្ចឹងទេយើង fix អាហ្នឹងតែមាននៅគ្រប់កន្លែងរបស់យើងនៅពេលណាដែលខ្ញុំឲ្យយើងបង្ហាញនៅពេលណាដែលខ្ញុំឲ្យយើងបង្ហាញគឺខ្ញុំនឹង input យើងឲ្យយើង run program ហើយខ្ញុំ input គ្រប់កន្លែងទាំងអស់អញ្ចឹង make sure ថា program របស់យើងនៅរាល់អ្វីដែល user input គ្រប់កន្លែងទាំងអស់នឹងលែងមាន error ហើយនេះជាការងារដែលយើងត្រូវ fix ហើយយើងត្រូវ clean up code របស់យើងបាទយើងត្រូវ clean up code របស់យើងឲ្យស្អាតបាទយើងត្រូវ clean up code របស់យើងហើយការងារដែលយើងត្រូវធ្វើនេះគឺ2ហ្នឹងទី1 fix error ទី2គឺ clean up code ហើយនៅសប្តាហ៍ក្រោយហ្នឹងបាទនៅសប្តាហ៍ក្រោយហ្នឹងគឺខ្ញុំនឹងឆែកអានឹងទី homework របស់យើងសម្រាប់សប្តាហ៍ក្រោយអញ្ចឹងយើងធ្វើការងារពីរហ្នឹងហើយ clean up code របស់យើងហ្នឹង what we do with the clean up code ឧទាហរណ៍ដូចជាមាន comment ស្អីកន្លែងនេះយើងត្រូវ clean វាចេញទៅកុំឲ្យមាន comment ទុកតែ code ទាំង line ណាហើយនៅក្នុងលក្ខខណ្ឌនេះអានេះគឺជា homework ដែលខ្ញុំបានធ្វើបង្ហាញឲ្យយើងហើយអ្នកខ្លះក៏បង្ហាញអានឹងឲ្យខ្ញុំមកវិញដែរអញ្ចឹង function របស់យើងគឺមាន function អីគេខ្លះត្រូវដាក់វាឲ្យល្អមករៀបចំវាឲ្យស្អាតเนาะបាទ clean up វា make it better look បាទ clean up វាឲ្យ make វា better look អញ្ចឹងត្រូវតាក់ទងជាមួយទៅនឹង add student អី count student pass count អីឧទាហរណ៍ដូចជា structure នៃ function នីមួយៗដែលមានដូចទៅនឹងអ្វីដែលយើងបានសរសេរនៅក្នុង file ហ្នឹងដូចអ្វីដែលយើងបានសរសេរនៅក្នុង file គឺយើងត្រូវរៀបចំវាធ្វើឲ្យហើយដូចទៅនឹងអ្វីដែលយើងបានសរសេរនៅក្នុង file នេះបាទឧទាហរណ៍ function នៃ project នីមួយៗមានអីគេខ្លះនេះគឺជា project របស់យើង project topic របស់យើងចឹងយើងរៀបចំមកនៅក្នុងលក្ខខណ្ឌរបស់យើងនេះគឺ
នេះ system របស់យើងមានមុខងារខ្លះមានមុខងារដូចជាបង្ហាញបញ្ជីនៃ diary របស់យើងហ្នឹងអាច add អាច delete អាច edit អាច search អញ្ចឹងបង្ហាញវា4ហ្នឹងមក menu លេខ1ចូល add diary លេខ2 delete edit អីហ្នឹងហើយខ្ញុំ input កន្លែងណាក៏អត់មាន error ដែរអញ្ចឹងគ្រប់កន្លែងទាំងអស់ទាំង menu ទាំងអីទាំងអស់អញ្ចឹងមានមុខងារប្រមាណបង្ហាញប៉ុណ្្នឹងឲ្យដូចទៅនឹងតែតាម topic នីមួយៗបាទអញ្ចឹងការងាររបស់យើងគឺត្រូវធ្វើ clean up វាហើយនឹង meta-router ហ្នឹងបានថាបង្ហាញតែមុខងារដែលបានឲ្យនៅក្នុង topic នីមួយនៅក្នុង topic នីមួយបាទអញ្ចឹងយើងធ្វើអាហ្នឹងបាទអញ្ចឹងតាក់ទងជាមួយ slide វិញម្ដងអញ្ចឹង slide អ្វីដែលយើងត្រូវធ្វើគឺនៅក្នុង slide ទី1របស់យើងនេះគឺយើងត្រូវមាននៅ topic របស់យើងស្អីគេបាទ topic របស់យើងហ្នឹងគឺមានហើយត្រូវដាក់ topic របស់យើងរៀងខ្លួនមកអានេះគឺ final project នេះយើងអាចនិយាយបានថា project presentation ហើយបន្តមកទៀត team ឈ្មោះរបស់យើង name របស់យើងស្អីគេអញ្ចឹងណាដាក់មកនៅក្នុងនេះអញ្ចឹងនេះ slide ទី1ហើយ slide ទី2 slide ទី2គឺយើងត្រូវធ្វើមួយតាក់ទងជាមួយនឹងមាន slide មួយឈ្មោះថា introduction គឺយើងត្រូវនិយាយពន្យល់បាទពន្យល់អំពីប្រព័ន្ធរបស់យើងហ្នឹងគឺប្រព័ន្ធស្អីគេឧទាហរណ៍ប្រព័ន្ធរបស់យើងនិយាយពន្យល់វាមកប្រព័ន្ធរបស់យើងហ្នឹងគឺជាប្រព័ន្ធស្អីគេហើយនិយាយពន្យល់វាមកហើយពន្យល់ឲ្យនៅក្នុងចំណុចហ្នឹងសូមឲ្យបន្ថែមនៅ point មួយទៀតយើងសរសេរពន្យល់ហ្នឹងហើយមានចំនួនមួយទៀតយើងត្រូវនិយាយអំពីបាទយើងត្រូវពន្យល់អំពីគេហៅថាគឺជា problem statement problem statement នេះគឺបានថាម៉េចគឺយើងត្រូវនិយាយពន្យល់អំពីបញ្ហាដែលមានប្រសិនបើមិនមានកម្មវិធីរបស់យើងទេមិនមាន program ដែលយើងទៅសេទេអញ្ចឹងតើមានបញ្ហាអីគេខ្លះជាងយើងត្រេវាមកមាន3បញ្ហាហ្នឹងមកថាកម្មវិធីរបស់យើងនេះវាអាចជួយទៅដល់រឿងកន្លែងចេះក្នុងលក្ខខណ្ឌបែបនេះអញ្ចឹងណាឧទាហរណ៍ដូចជានៅក្នុងគម្រោងរបស់ខ្ញុំដូចជាក្នុងគម្រោងឧទាហរណ៍ដែលខ្ញុំបានលើកឡើងហ្នឹងឧទាហរណ៍ដូចជាអាចជួយឧទាហរណ៍ដូចជាមានការពិបាកបាទមានការពិបាកនៅក្នុងការស្វែងរកនៅឈ្មោះរបស់និស្សិតបាទមានការលំបាកក្នុងការស្វែងរកឈ្មោះរបស់និស្សិតហើយការស្វែងរកឈ្មោះរបស់និស្សិតនៅពេលណាដែលនៅក្នុងឋានៈនៅពេលដែលមាននិស្សិតច្រើននៅក្នុងបញ្ជីរបស់យើងអញ្ចឹងមាននិស្សិតច្រើននៅក្នុងបញ្ជីគឺយើងជានិយាយកាលដែលនៅក្នុងទម្រង់ជា paper ជាយើងទៅសេនៅលើกระดาษ paper base អាហ្នឹងគេហៅថាគឺជា paper base សិនបើយើងទៅសេនៅលើกระดาษហ្នឹងគឺមានការលំបាកមែនទែនក្នុងការស្វែងរកឈ្មោះសិស្សឈ្មោះអីផ្សេងអញ្ចឹង system របស់យើងហ្នឹងគឺអាចធ្វើការងារនឹងបានអញ្ចឹងមានការលំបាកអីផ្សេងទៀតដែរឧទាហរណ៍មានការលំបាកនៅក្នុងការកត់ត្រាទុកបាទក្នុងការមើល
rồi mua có tra tục nơi mua sơ mua để sách mua để sách tam chùm niên thì mua được mua rồi mua có tam chùm niên rồi mua có tam chùm niên thì mua nhớ nè tam chùm niên thì mua được mua sẽ tiền cho nên với bạn không ca xoay rồi mua để sách với bạn không ca xoay rồi mua với bạn không ca xoay rồi mua không ca xoay rồi mua bentuk chùm niên robot này sực chùm niên robot này sực chắc bữa sân bọn miền system đang tới dương thừa càng như từng on đào rồi nơ lơ cả đá về miền càng bạ hai dương cọt ra tục mua sơ ấy nó cứ dương cọt nó không cả đá nó không biết như còn là trôn tới cả lấy nam muôi nó không mình chỉ vào dương nước bàn đầu dương ai thừa về bàn nó không nâng hai miền rừng ấy xây tiết bạn dương thử xây problem settlement ní cứ dạng tới ở bàn 3 chắc ở nơi bên nào để admin system thôi chứ cứ miền cao lồng bạc thằng nó người chụp ảnh ha bờ chôm thằng nó người thử xây ở bàn dạng tích so sẽ ở bàn dạng tích 7 mà thử xây bàn dạng tích nó cứ chừng muốn 7 nhưng thử xây về màu được không nào chắc là không biết cứ dương bạn đừng hào ấy miền bánh hát hay một tổ mẫu tiết bạn dương thừa conclusion mỗi một tổ bây dương xây đừng hát dương thừa conclusion đừng mỗi anh ấy miền 7 statement đó một tổ mẫu tiết bạn dương chọn đang thừa conclusion mỗi cứ đòi xa miền bánh hát đồ giờ khẳng lư nâng hái đáy đồng rư ao dưỡng rồi mưa có nhóm tới vừa cả bọn cả nữ propon muối thì cả nữ propon muối đáy ái áo vừa cả nghĩa xảy bạn để ai ao dương sơ ai ao dương advertise ai ao dương sơ mua sơ tam phần tụ tam nạ tam ở ấy lục mua sơ lục ấy bàn chẳng được hay rương mà chẳng muốn tiết đại dương từ xe nó lơ cái đại những người miền cao của bạn nó không ca lục nó ca ấy xem tiết này nó ca lục ấy xem nó cứ chia bánh ha đại miếng này thì xe lơ cái đại dương trong lục trong cài ấy vì bạn nó không được chỉ trong lục trong cài ấy nó vì bạn lục rồi một cậu cài nó vì miền ở ca lục bạn một cài nó là miền ca lục bạn chứ ở sân đại dương miền nó không có quán cứ viên nghi mình tên nó không được nữa cho nên xe và thay em tiền máu hay được không đi là ở dương biên nữ popon muối biên nữ popon muối để ai cục krong nữ tình này là bỏ sở bàn cục krong tình này sớ đại là ai ao dương thuế bạn đã ao dương để ai ao user search ấy chẳng từ để ao thừa dạy bàn chẳng ok này cứ slide tìm mùi slide tìm bì dương trâu ní dây bị dỗ lòng bì bọc bộ ảnh vào dương từ kê dương thường dây bị dỗ bì bọc bộ ảnh rồi bỏ dương từ kê hình chắc là ní kia hai người ta cứ chỉ system overview ní kia ta cứ chỉ system overview chỉ tu tứ cứ nó không có quan trọng bao dương ní cứ vì miền structure vào viết bài này cứ dương miền nơi mà dương miền nơi file vào dưới mà dương miền nơi file chứ người dương đã vì bài này mà những cu lẹ là chỉ file vào dương bài này mà này cứ chỉ file vào dưới anh ấy cứ chỉ file data vào dương chẳng hạn này cứ chỉ file data vào dưới file data vào dưới chẳng thế dương miền nơi system rồi bao dương miền nơi system rồi bao dương này cứ chỉ system rồi bao dương nhưng cô viên chế máu cứ chỉ student management system student management rồi mỗi có program rồi bao dương hay dương nơi bên na để dương
ចាប់ដើមបើក program របស់យើងនៅពេលណាយើងចាប់ដើម run វានៅពេលណាយើងចាប់ដើម start វាគឺយើងចាប់ដើម load data ចេញពី file ហ្នឹងចូល program អញ្ចឹងយើងគូវាមកនៅពេលណាដែលយើង load ទិន្នន័យចូលនេះនៅពេលណាដែលយើង load ទិន្នន័យរបស់យើងហ្នឹងចូលបាទយើង load ទិន្នន័យរបស់យើងហ្នឹងចូលនៅក្នុងនេះខ្ញុំបាទនេះនៅពេលណាដែលយើង load ទិន្នន័យរបស់យើងចូលពី file មកកាន់បាទយើង load ទិន្នន័យរបស់យើងពី file មកកាន់ program របស់យើងនេះបាទអញ្ចឹងនេះគឺគេនិយាយអំពីការបង្ហាញជា overview នៃ system ហើយនៅពេលណាដែលយើងចាប់ផ្ដើម turn on program គឺយើង load ទិន្នន័យរបស់យើងចូលទៅក្នុង file របស់យើងហ្នឹងអញ្ចឹងយើងបើកវាមកយើង say ថានេះនៅពេលណាដែល program របស់យើង turn on នៅពេលណាដែលយើងចាប់ផ្ដើម run អានេះគេហៅវាថាគឺជា start program នៅពេលណាដែលយើង start ការងាររបស់យើងគឺ load data from file to program របស់យើងទៅកាន់ program របស់យើងនឹងអញ្ចឹងយើង load អានឹងចូលទៅក្នុង program របស់យើងអញ្ចឹងទេ program របស់យើងនៅពេលណាដែលយើងចាប់ផ្ដើមអានេះចំណុចទី1របស់វាចំណុចទី1របស់វាបាទវាចាប់ផ្ដើម load data ចេញពី file ចូលទៅក្នុង system ហើយបន្ទាប់មកបានវាចាប់ផ្ដើមធ្វើការអីផ្សេងហើយfirstly បាទតែពិតយើងគូវាបែបនេះយើងបានរៀនហើយដែរតាក់ទងជាមួយទៅនឹងសញ្ញាផុសសាញរបស់យើងនេះ start នៅពេលណាដែល start program របស់យើងគឺយើងមាន process របស់យើងមួយគឺ loading file ពីនេះ file របស់យើងនេះ file របស់យើងដែល store បាទយើងដាក់វាអញ្ចេះsorry អញ្ចឹងយើងត្រូវគូបញ្យល់គេអំពី process នៅក្នុង system របស់យើងនេះពេលនេះគឺយើង load data to system នេះ load data from file to system ចូលទៅក្នុង system របស់យើងនេះខ្ញុំបិទវាបន្តិចមកខ្ញុំបិទវានេះយើងបញ្យល់ពី process របស់យើងហើយបន្ទាប់មកទៀតបើសិនបើយើងចេញពីនឹងមកគឺយើងអាចធ្វើការងារមួយចំនួនបានយើងអាចធ្វើការងារ user អាចនៅ option ផ្សេងសម្រាប់ធ្វើការបន្ទាប់មកទៀត user គឺអាចរើស option ផ្សេងសម្រាប់ធ្វើការបាទ option ផ្សេងសម្រាប់ធ្វើការឧទាហរណ៍ថាការងាររបស់យើងមានអីគេខ្លះហើយធ្វើការហើយវាអាចត្រឡប់មកកាន់ធ្វើ menu វិញក៏បាននេះគឺជាឧទាហរណ៍ដូចជាអាច add បានអាច add student នេះវាអាច delete student delete ហើយអានេះវាអាច edit student បានហើយបន្ទាប់មកទៀតវាអាចធ្វើចេញពីអាហ្នឹងហើយវាអាចរើសមួយចេញពីហ្នឹងមកវាអាចរើសបានមួយក្នុងចំណោមហ្នឹងហើយបន្ទាប់មកទៀតវាអាច display ហើយចេញពី display ហ្នឹងវាអាចត្រឡប់មកធ្វើដូចដើមវិញបានដែរអញ្ចឹងនៅក្នុងលក្ខខណ្ឌរបស់យើងនេះគឺយើងមាននៅការជ្រើសរើសមួយគឺដល់ចំណុចនេះបាទចំណុចនេះណាវាមកដល់ចំណុចហ្នឹងនេះគឺជា system overview របស់យើងហើយចេញពីហ្នឹងមកគឺវាអាចរើសបានមួយក្នុងចំណោមហ្នឹងហើយវាត្រឡប់មកឲ្យរើសអញ្ចេះវិញនៅក្នុងហ្នឹងហើយបន្ទាប់មកទៀតនៅក្នុង system របស់យើងគឺ possible គឺយើងអាចធ្វើ
វានៅកន្លែងនេះគឺ display កន្លែងនេះគឺ display បាទកន្លែងនេះគឺ display កន្លែងនេះគឺ display display នេះ display student list ខ្ញុំអាចដាក់ student list អញ្ចឹងជាទូទៅពេលវាធ្វើឲ្យវាបង្ហាញទិន្នន័យនៅនឹងបន្ទាប់មកទៀតវាបន្ទាប់វាបង្ហាញវាត្រឡប់មកកន្លែងនេះអញ្ចឹងយើងគូវាមក process របស់វាគឺបែបហ្នឹងអញ្ចឹងចេញវាកន្លែងនេះវាមកទៅនេះខ្ញុំគូវាអត់ស្អាតទេយើងចាំគូវាស្អាតទៅយើងចាំគូវាស្អាតហើយចេញពីនឹងមកក៏វាអាចមកកន្លែងនេះដែរចេញពីនឹងមកវាអាចមកកន្លែងនេះដែរវាក៏អាចមកកន្លែងនេះដែរហើយបន្ទាប់មកទៀតវាក៏អាចមកកន្លែងនេះដែរបាទវាក៏អាចមកកន្លែងហ្នឹងដែរហើយបន្ទាប់មកបាទវាចេញពីហ្នឹងបាទវាចេញពីកន្លែងហ្នឹងវាចេញពីកន្លែងហ្នឹងបាទវាមក display ណាវាមក display នេះវាមក display អានេះក៏អញ្ចឹងដែរបាទនេះយើងអាចគូត្រង់ជាបានហើយនេះយើងអាចគូវាបែបនេះបាននេះវាចេញមកកន្លែងហ្នឹងហើយខ្ញុំដាក់វាធំតិចអញ្ចឹងយើងឃើញថាវាធ្វើការបែបហ្នឹងហើយចេញពី display ហ្នឹងបានវាមក exit វាអាចមក exit ឬមួយក៏វាអាចមកចូលកន្លែងនេះវិញដើមមិនអញ្ចឹងទេ process for វាបែបហ្នឹងអញ្ចឹងនេះចេញមកពីនេះមកនេះហើយចេញពីនឹងដែរក៏អាចមកកន្លែងនេះបាទ process របស់វាគឺបែបហ្នឹងនេះlà យើងគូវាត្រង់យើងចាំគូវាត្រង់ទៅខ្ញុំគូវាត្រង់នេះខ្ញុំដាក់វាធំតិចទៅឲ្យវាយើងមើលឃើញបាទនេះក៏អញ្ចឹងនេះយើងចាំគូឲ្យ process របស់វាគឺបែបហ្នឹងវា display ហើយវាអាច exit វាអាចចេញពី display ហ្នឹងមកគឺអាចមកកន្លែងមួយគឺ exit បាទកន្លែងនេះគឺ end process របស់យើងគឺ end process របស់យើងគឺចេញពីហ្នឹងមក end នេះប៉ុន្តែមុននឹង end ហ្នឹងគឺវាត្រូវតែមាន process មួយគឺ store data to file សិនវាត្រូវមាន process ហ្នឹងមួយនេះតែពិតយើងត្រូវគូវាឲ្យមួយឡាញឲ្យត្រង់មកណាអានេះ process នេះគឺ store data from program to file របស់យើងនេះគឺជា process របស់យើងគឺជា process របស់យើងដែលយើង store data ចេញពី file ទៅកាន់ program របស់យើងនេះបាទហើយបើយើង end វា store data ចេញពី file ចូល program របស់យើងអញ្ចឹងវាត្រូវមាននៅ flow មួយវាត្រូវមាន line មួយហើយចេញពីហ្នឹងនេះ store data ចេញពីហ្នឹងទៅកាន់ file នេះ store វាបែបនេះចេះអូខេនេះ file របស់យើងបរិយាវាធំចេះទៅបាទវា store អាហ្នឹងទៅកាន់ file ហើយអានេះវា store data ចេញពីអាហ្នឹងចូលទៅកាន់ file ហើយវាគូវាត្រូវចេញមកពីកន្លែងនេះចេញមកកន្លែងនេះណាអានេះគឺជា main process នៃការងាររបស់យើង main process នៃការងាររបស់យើងហើយការពិតទៅចេញពីនេះមកវាត្រូវ store ហ្នឹងវាបើសិនបើ success បានវាបញ្ចប់ពេល store ហ្នឹងហើយបានវាឲ្យ signal មួយ success វាបញ្ចប់បើអត់ទេវាត្រឡប់ទៅកាន់កន្លែង start វិញហើយបន្ទាប់មកទៀតបន្ទាប់ពេលវា store ទិន្នន័យហ្នឹងហើយវាចប់បាទយើងអាចគូ process របស់វាបែបនេះបាន
ទូទៅអញ្ចឹងនេះគឺជា process របស់វាដែលយើងត្រូវគូឲ្យការងាររបស់យើងជា flow របស់វាគឺបែបហ្នឹងពី program យើង start វា load data ចេញពី file ពីនេះចូលនៅ program ហើយវាចាំធ្វើ process ទាំងអស់ហ្នឹង display នៅក្នុង display នេះអាចមាន2អាចបែកមកកាន់កន្លែងនេះវិញឬមួយក៏បែកមកកន្លែង store data exit ហ្នឹងហើយពេលណាយើង end ហ្នឹងគឺយើង store data to file ហើយបានយើង end អញ្ចឹងណាការពិតបើដាក់អញ្ចេះទៅក៏បានដែរ store data to file ហើយបន្តមកទៀតយើងដាក់អញ្ចឹងអូខេអញ្ចឹងការពិតចេះលុបនេះចោលហើយអានេះវាអញ្ចឹងនេះអាហ្នឹងហើយការពិតវាធ្វើការអញ្ចឹងបែបនេះអញ្ចឹងនេះគឺជា process របស់វានៅពេលណាដែលវា end គឺវា store data to file បែបនេះបាទចំណុចរបស់វាគឺមានប៉ុណ្្នឹងវាអាចបែកជា2បាទមកកន្លែងនេះយើងអាចគូអញ្ចេះមួយទៀតក៏បានដល់ចំណុចនេះវាបែកជា2បាទចំណុចកន្លែងនេះវាបែកជា2វាអាចមកកន្លែងនេះអាចមកកន្លែងនេះខ្ញុំលុបវាយើងឲ្យវាត្រឡប់ចេញពីនឹងមកវាអាច store data to file ឬមួយត្រឡប់មកកន្លែងនេះវិញបាទខ្ញុំគូវាខ្ញុំព្យាយាមគូវាឲ្យយើងងាយយល់អញ្ចឹងវាអាចបែកជា2ចេញពីចំណុចកន្លែងនេះមកហើយការពិតអានឹងមិនគួរនេះទេគួរអញ្ចេះសិនបាទបែកពីនេះមកកន្លែងនេះបាទហើយចេញពីកន្លែងហ្នឹងមកទៅនេះហើយចេញពីកន្លែងហ្នឹងបានមកនេះអូខេការងាររបស់វាអញ្ចឹងការងាររបស់វាគឺបែបហ្នឹងនេះអញ្ចឹងវាចេញពី process របស់វាបន្ទាប់ពីវាធ្វើការទាំងអស់ហ្នឹងហើយការងាររបស់វាគឺវាអាចទៅនេះឬមួយក៏វាអាចទៅធ្វើការបន្តទៅទៀតអញ្ចឹងណា process របស់វាបែបហ្នឹងហើយបើវាបញ្ចប់គឺវាត្រូវ store data to file ហើយបានវាបញ្ចប់នៅក្នុងហ្នឹងបាទនេះគឺជា system overview គឺជា system overview ហើយខ្ញុំសូមឲ្យយើងគូសម្រាប់ system របស់យើងនីមួយៗយើងមានសំណួរអាចសួរខ្ញុំបានអញ្ចឹងបន្តមកទៀតនៅក្នុងនេះយើងជាទូទៅគឺយើងបានបង្ហាញពី system overview ហើយខ្ញុំឲ្យយើងទៅសេពយល់ពី function បាទពន្យល់អំពី functionality នេះគឺជា functionality ដែលមាននៅក្នុង system របស់យើងគឺយើងមាន function អីគេខ្លះដូចជា add ដូចជា delete ហើយ search ហើយនឹង edit អញ្ចឹងយើងត្រូវបញ្យល់យើងត្រូវសេពយល់ទៅសេពន្យល់ពី function ហ្នឹងfunction add ហ្នឹងធ្វើការយ៉ាងម៉េចពី function add ហ្នឹងថាតើវាធ្វើការយ៉ាងម៉េចវាដើម្បី add យើងត្រូវធ្វើអីគេខ្លះនៅក្នុងហ្នឹងហើយក៏ត្រូវទៅសេពយល់ដូចគ្នាដែរសម្រាប់ការងារហ្នឹងយើងត្រូវទៅសេពន្យល់ដូចគ្នាដែរនៅក្នុងហ្នឹងសេពន្យល់ពី function delete ហ្នឹងដែរនឹងត្រូវសេពយល់ទាំងអស់នៅក្នុងនេះហើយបន្តមកទៀតខ្ញុំសូមឲ្យយើងគូ flow chart បាទអានេះគឺជា function not functionality នេះយើងឲ្យគូ flow chart ខ្ញុំឲ្យគូ flow chart ទី1 flow chart ខ្ញុំឲ្យគូ2បាទ flow chart យើងត្រូវគូ2 draw យើងត្រូវ draw out 2 flow chart ហើយយើង draw out 2 flow chart អញ្ចឹង flow chart ទី1
និយាយអំពី function ស្អីក៏បានដែរយើងមាន4នេះយើង save với គូបញ្យលមួយមកហើយខ្ញុំឲ្យយើងគូ2ខ្ញុំឲ្យយើងបញ្យល2អញ្ចឹងទី1ទី2អានេះ flowchart duplicate អញ្ចឹងយើងគូ flowchart នេះ flowchart ទី1និយាយពីស្អី flowchart 1ហ្នឹងស្អីគេហើយ flowchart 2ហ្នឹងនិយាយពីស្អីបាទ flowchart 2ហ្នឹងស្អីគេដែរបន្ទាប់ពីគូ flowchart ហើយយើងធ្វើការធ្វើសេចក្តីសន្និដ្ឋានយើងធ្វើសេចក្តីសន្និដ្ឋាននេះគឺជា summary អញ្ចឹងយើងសរសេរ summary អំពីសរសេរសង្ខេបអំពី system របស់យើងពីប្រព័ន្ធដែលយើងបានបង្កើតហ្នឹងពីប្រព័ន្ធដែលយើងបានបង្កើតពីប្រព័ន្ធដែលយើងបានបង្កើតហើយយើងត្រូវតែសេសង្ខេបពីវាថាតើដែលយើងបានបង្កើតតើប្រព័ន្ធរបស់យើងនឹងអាចធ្វើស្អីបានខ្លះប្រព័ន្ធអាចធ្វើអ្វីបានខ្លះហើយទៅសេវាមកឲ្យបានយ៉ាងតិច10បន្ទាត់បាទយើងសេវាមកយ៉ាងទៅឲ្យបាន10បន្ទាត់ហើយចំណុចទីចុងក្រោយគឺ demonstration ហ្នឹងគឺបង្ហាញអំពីប្រព័ន្ធរបស់យើងនេះគេអាចនិយាយបានថា system demonstration អញ្ចឹងបង្ហាញពីប្រព័ន្ធរបស់យើងអញ្ចឹងខ្ញុំឲ្យយើងធ្វើវីដេអូបង្ហាញមកធ្វើវីដេអូថតបញ្យលបង្ហាញសូមឲ្យយើងធ្វើវីដេអូបង្ហាញពីប្រព័ន្ធរបស់យើងយ៉ាងតិចប្រហែល2នាទី3នាទីហើយនៅក្នុងវីដេអូរបស់យើងនេះយើងថតវាមកហើយបន្ទាប់មកទៀតយើងយកវាមកដាក់នៅក្នុង PowerPoint ហ្នឹងមកហើយឬមួយក៏យើងដាក់ទៅក្នុង YouTube ហើយយើងចុច link ឲ្យ play បង្ហាញខ្ញុំធ្វើបង្ហាញ run program របស់យើងឲ្យថតវាមកណានៅក្នុងហ្នឹង3នាទីទៅបានហើយនៅក្នុងការថតហ្នឹងគឺត្រូវទៅនិយាយបញ្យលដែរត្រូវនិយាយពន្យល់នៅពេលដែលយើង run program របស់យើងត្រូវបញ្យលគេពេលយើង run ឧទាហរណ៍ថានេះយើងចាប់ដើមបញ្យលនេះគឺជាខ្ញុំលើកឧទាហរណ៍មួយអានេះគឺជាការធ្វើ demo បាទអញ្ចឹងនៅពេលណាដែលយើងចាប់ដើមថតយើង run program របស់យើងបញ្យលនេះ program របស់យើងចាប់ដើម run ហើយមាន menu នេះអញ្ចឹងដើម្បី search គឺដើម្បី search នៅក្នុងហ្នឹងគឺយើងចុចលេខ10បន្ទាប់ពីយើងបានចុចលេខ10ហើយ system បានឲ្យយើង input លេខអញ្ចឹងយើង input លេខ55ហើយយើងចុច enter ទៅយើងឃើញថា system វាបានរកឃើញនៅសិស្សដែលមានពិន្ទុ55យកមកដាក់កន្លែងហ្នឹងទាំងអស់អញ្ចឹងហើយយើងចង់ធ្វើអីផ្សេងទៀតនិយាយបញ្យលគេដូចខ្ញុំអញ្ចឹងហើយថតទៅហើយយើងចង់ exit យើងចុចដកមួយហើយ system របស់យើងវានឹងបិទទៅវិញអញ្ចឹងសូមឲ្យយើងធ្វើបញ្យលអញ្ចឹងហើយថតវាមកអញ្ចឹងឲ្យធ្វើច្រើននេះអត់ឲ្យធ្វើច្រើននេះមិនឲ្យលើសពី3នាទីទេមិនឲ្យលើសពី3នាទីទេអញ្ចឹងឲ្យលើសពីប៉ុណ្្នឹងឯងអូខេអញ្ចឹង slide របស់យើងធ្វើតែប៉ុណ្្នឹង slide ទេហើយតាក់ទងមួយ slide presentation នេះខ្ញុំនឹងយកនៅថ្ងៃទីចាប់ពីសប្តាហ៍ទី6ទៅហើយ homework ហ្នឹងខ្ញុំយកសប្តាហ៍ក្រោយនេះ homework នៅក្នុងMicrosoft Word នេះ homework 2នេះគឺខ្ញុំយកនៅសប្តាហ៍ក្រោយហើយ slide ខ្ញុំយកនៅសប្តាហ៍ថ្ងៃទី6ថ្ងៃប្រឡងរបស់យើងអូខេអញ្ចឹងគ្នាយើងមានសំណួរអីអត់គ្នាយើងមានសំណួរអាចសួរខ្ញុំបានហើយបើអត់ទេយើងបញ្ចប់ត្រឹមប៉ុណ្្នឹង Hello គេប្រើតែ flowchart ទី2នោះយើងគូពីអីណាទៅ flowchart ទី2ហ្នឹងយើងគូអំពី function ណាមួយក៏បានដែរអ
យើងអាចគូ function search ក៏បាន function ស្អីទៀតផ្សេងទៀតក៏បានស្អែកចិត្តណាចឹង function របស់យើងនឹងវាមានច្រើនវាមានយើងលុបយើងធ្វើមិនយើងគូ flow chart នឹង search ឬមួយក៏ edit អីយើងគូមួយណាក៏បានដែរអញ្ចឹងឲ្យយើងរើសគូ2មកអូខេចាលោកគ្រូចុះលោកគ្រូនៅ slide ទី2ដែរលោកគ្រូអនុញ្ញាតពីប្រព័ន្ធណានិយាយបានមិនដែរគ្រូអានេះយើងប្រព័ន្ធរបស់យើងគឺជាប្រព័ន្ធស្អីគេយើងធ្វើស្អីប្រព័ន្ធហ្នឹងមិនអញ្ចឹងឯងប្រព័ន្ធយើងគ្រប់គ្រងសន្តាគារយើងគ្រប់គ្រងយើងមានប្រព័ន្ធរបស់យើងសម្រាប់គ្រប់គ្រងសន្តាគារចេះទៅអូខេចាលោកគ្រូអូខេ good question ណាហើយមានសំណួរអីទៀតមកមានសំណួរអីទៀតទីយើងអាចសួរខ្ញុំបានមកចាហ្នឹងលោកគ្រូអាចធ្វើជា individual ឬក៏ជា team individual ម្នាក់មាន project រៀងខ្លួននឹងមិនអញ្ចឹងទេមែនទេចាលោកគ្រូអរគុណបាទមានរិនហ្នឹងគាត់សួរខ្ញុំដែរឲ្យគូ flow chart ហ្នឹងហើយគឺគូគាត់សួរខ្ញុំក្នុង YouTube ហ្នឹងគឺគូបែបហ្នឹងហើយគឺគូយើងរើសមកណាRIN coding បាទយើងរើសមកយើងរើស function 2ចេញពី function របស់យើងហ្នឹងបាទមានសំណួរអីទៀតអូខេអញ្ចឹងclear ខ្ញុំនឹងបោះ PowerPoint នេះឲ្យហើយយើងទៅធ្វើការងាររបស់យើងហើយបន្តមកទៀតយើងអាចធ្វើការងារយើងបានសប្តាហ៍ក្រោយខ្ញុំយក homework នេះ clean up code របស់យើងហើយនឹង fix error អីទាំងអស់បើក program ខ្ញុំចុចកន្លែងណាក៏អត់ error ដែរអញ្ចឹងត្រូវតែអញ្ចឹងហើយសប្តាហ៍មួយទៀតគឺរៀបចំ slide ធ្វើ demo អីបង្ហាញខ្ញុំអូខេអញ្ចឹងប៉ុណ្ណឹងអូខេអរគុណច្រើន good night all អរគុណលោកគ្រូជំរាបលាបាទ